បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀប Digital នៅក្នុងកម្មវិធី QGIS នៅក្នុងវីដេអូមុនបងប្អូនបានជ្រាបហើយពីរបៀបបង្កើត save file ដែល support ជាមួយនឹងខ្មែរ Unicode បាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀប Digital នៅក្នុងកម្មវិធី QGIS បាទដំបូងខ្ញុំបើកកម្មវិធី QGIS មកបាទបាទបន្ទាប់មកខ្ញុំអាចបញ្ចូលរូបភាពលើអាកាសបាទតបមកទៀតខ្ញុំអាចបញ្ចូល save fileត្រង់កន្លែងនេះបើសិនជាបងប្អូនអត់ដឹងថា save file មួយណាដែលអាចបើកបាននោះបងប្អូនអាចដូរត្រង់កន្លែងនេះបាទយកពាក្យ ESRI save file បាទនេះអញ្ចឹងវាបង្ហាញតែ save file ដែល support ជាមួយនឹង QGIS ផ្សេងហ្នឹងគ្រាន់តែជា supported file ទេបាទយើងបើកមកគឺវាអត់ចេញបាទអញ្ចឹងពេលដែលបាក់ផ្លាស់ប្ដូរកន្លែងនេះហើយសូមជ្រើសរើសយក save file ទាំងពីរនេះមក open មក open ម្ដងទៀតបាទនោះវាចូលមកហើយបាទអញ្ចឹងរបៀប Digital របៀប Digital គឺនៅពេលដែលយើងមាន layer មកប៉ុណ្ណេះសូមបងប្អូនចុចលើ layer ដែលបងប្អូនចង់ Digital ចុចលើវាមួយមកបន្ទាប់មកចូលទៅ tool មួយនេះឈ្មោះថា Toggle Editing បាទចុចលើវាមកពេលនេះគឺវា enable editing ឲ្យយើងហើយបន្ទាប់មកទៀតបងប្អូនត្រូវការគូបងប្អូនត្រូវការ add feature អញ្ចឹងបងប្អូនត្រូវចុចលើ add feature tool ចុចលើវាមកបាទបន្ទាប់មកបងប្អូនអាចចាប់ផ្ដើមគូចុចខ្ញុំឧទាហរណ៍គូតំបន់នេះមួយបាទបាទឧទាហរណ៍ប៉ុណ្ណឹងបន្ទាប់ពីបងប្អូនគូសបានប៉ុណ្ណឹងហើយបងប្អូនចង់ឈប់បងប្អូនគ្រាន់តែចុច right click មកនោះផ្ទាំង window ត្រូវការយើងបញ្ចូលព័ត៌មានផ្សេងហ្នឹងគឺយើងអាចបញ្ចូលបាននៅត្រង់កន្លែងនេះបាទយើងអាចធ្វើការបញ្ចូលតាមតម្លៃលេខឬក៏ព័ត៌មានផ្សេងទៅលើ save file ដែលយើងបានគូនេះបាទខ្ញុំបញ្ចូលឧទាហរណ៍លេខ object ID ហ្នឹង007អីចឹងទៅបាទ name តា rice field អីចឹងទៅហើយនឹងផ្សេងទៀតបងប្អូនអាចធ្វើការបញ្ចូលបានអញ្ចឹងខ្ញុំចុច OK ចឹងខ្ញុំចង់គូសទៀតខ្ញុំអាចគូសបន្ថែមបន្តទៀតហើយនេះបាទដល់កន្លែងនេះមួយចុះបាទខ្ញុំ right click មកពេលខ្ញុំគូសចប់អញ្ចឹងខ្ញុំអាចបញ្ចូលព័ត៌មានដូចគ្នាដែរបាទ right clear 1អញ្ចឹងទៅបាទខ្ញុំចុច OK ខ្ញុំបាន save file មួយទៀតហើយបាទនៅពេលដែលបងប្អូនអត់ពេញចិត្តលើ save file ណាមួយបងប្អូនចង់លុបចេញបងប្អូនគ្រាន់តែចុចលើពាក្យ select នេះបាទចុចលើវាមួយមកហើយចុច select លើវាមកតបមកចុច delete នេះមកវាទៅហើយបាទមួយទៀតបើសិនជាបងប្អូនចង់ខាត់គឺដូចគ្នាដែរបងប្អូន select លើវាចុចខាត់ហើយបងប្អូនអាច paste វាបានដែរបាទនេះវាចូលមកវិញអញ្ចឹងខ្ញុំ paste មួយទៀតវានឹងបាន2
បាទឥឡូវវាបាន2ហើយតបមកខ្ញុំចង់ដឹងថាវានៅលើគ្នាមាន2មែនអត់ហ្នឹងខ្ញុំចុចលើ tool move នេះបាទចុចវាមកខ្ញុំ move មកកន្លែងនេះបាទឃើញទេបាទគឺវាមាន2បានន័យថាខ្ញុំ paste ចេញពីមួយនេះបាទមួយទៀតដែរបើសិនជាបងប្អូនចង់សេរីជើងកន្លែងនេះបាទចង់សេរីវាឲ្យស្មើឬក៏ឲ្យវារត់ត្រង់ចូលមកកន្លែងនេះបងប្អូនចូលពាក្យ node tool នេះមុននឹងបាន node tool បងប្អូនត្រូវ select វាសិនចុចលើ select picture នេះចុចលើ picture របស់យើងតបមកចុចលើ node tool បាទតបមកចុចលើជ្រុងដែលមានសញ្ញាខ្វែងៗហ្នឹងហើយបងប្អូនអាចទាញវាបញ្ចូលមកចិត្តគ្នានេះបានបាទបើសិនជាបងប្អូនចង់ឲ្យវា snap ចូលគ្នានៅពេលនេះគឺវាអត់ snap ទេវានៅដាច់ពីគ្នាគឺវាអត់ល្អមើលបើសិនជាបងប្អូនចង់ snap បងប្អូនចូលទៅ setting snap options តបមកចុចលើ all layer ក៏បាន current layer ក៏បានខ្ញុំចូល all layer ត្រង់កន្លែង snap to នេះខ្ញុំយក snap to vertex and segment បាទ tolerance នេះខ្ញុំចង់បានកម្រិតវាប្រមាណឧទាហរណ៍ថាខ្ញុំចង់បាន5ហើយកន្លែងនេះខ្ញុំអាចយក map unit ក៏បាន pixel ក៏បានបាទខ្ញុំយក pixel បន្តមកទៀតខ្ញុំចុច enable topological editing and enable snap on intersection ខ្ញុំចុចលើវាទាំងពីរហើយខ្ញុំចុច OK នៅពេលដែលបងប្អូនកំណត់ snap នេះហើយបងប្អូនត្រូវការ restart កម្មវិធី QGIS ដើម្បីឲ្យវាដំណើរការបានអញ្ចឹងខ្ញុំ restart ខ្ញុំបិទ editing ខ្ញុំ save បាទខ្ញុំបិទបាទខ្ញុំ save វា QGISខ្ញុំចុច save ខ្ញុំដាក់ name ហើយខ្ញុំចុច save ខ្ញុំជ្រើសរើស folder ខ្ញុំយក folder របស់ខ្ញុំចុច save បាទឥឡូវខ្ញុំបើកវិញអូខេបាត់ឥឡូវខ្ញុំបាន restart វាមកវិញហើយឥឡូវខ្ញុំសាកល្បងមើលថាវា snap ឬអត់បាទអញ្ចឹងខ្ញុំចុច start editing វិញបាទតបមកខ្ញុំយក add new feature នេះបាទតបមកខ្ញុំពូបាទវា snap វិញហើយបាទឃើញទេសញ្ញាពណ៌ការឈប់ដែលរត់លើបន្ទាត់នេះគឺមានន័យថាវាកំពុងតែ snap ហើយអញ្ចឹងខ្ញុំអាចគូសលើនឹងវិញដើម្បីឲ្យវា snap បានល្អបាទRise here to បាទឥឡូវគឺវាបាន snap ហើយមើលទៅគឺវាចិត្តល្អវាអត់មានប្រហោងដូចខាងនេះទេព្រោះខ្ញុំអត់បានដាក់ snap អញ្ចឹងវាខុសប្លែកគ្នានេះគឺជាគន្លឹះមួយដែរទាក់ទងទៅនឹងការបន្ថែម feature អញ្ចឹងយើងត្រូវការឲ្យវា snap ដើម្បីឲ្យវាមានលក្ខណៈ professional ក៏មិនមានបញ្ហាចំពោះផែនទីរបស់យើងដែរបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនអាចស្វែងយល់ទាំងអស់គ្នាបន្ថែមទៀតតាមរយៈការ edit នៅក្នុងកម្មវិធី QGIS នេះអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងសង្ឃឹមថាបងប្អូនអាចទទួលយកបាននិង
ជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណបាទ